បាទថ្ងៃនេះមកម្ដងទៀតហើយបងប្អូនមកបង្ហាញពីវិធីធ្វើស៊ុបគោរបស់ខ្ញុំណាបងប្អូនបើសិនជាចង់ដឹងថាវិធីធ្វើស៊ុបគោរបស់ខ្ញុំបែបណាសូមតាមដានវីដេអូនេះរហូតដល់ចប់បងប្អូនហើយបើសិនជាពេញចិត្តនៅវីដេអូនេះសូមតម្លាក់មេដៃមេជើងឲ្យម្នាក់មួយផងណាបងប្អូនឲ្យអ្នកចូលសម្លេងនេះមានកម្លាំងចិត្តចូលសម្លេងបន្តទៀតចឹងណាឥឡូវមកមើលពីវិធីធ្វើស៊ុបគោរបស់យើងម្ដងយើងមានមុនដំបូងយើងអាំងខ្ទឹមបារាំងខ្ទឹមក្រហមគល់គ្រៃខ្ទឹមសនិងម្ដេងតែម្ដេងខ្ញុំថតដែរដល់វិបត្តិរូបវីដេអូទៅណាអត់ឃើញរកអត់ឃើញយើងអាំងវាឲ្យឡើងខ្លោចតិចមកចាំយើងយកទៅលាងទឹកចេញបងប្អូនយើងមានសរសៃគោចំនួន2គីឡូល្ហុងការ៉ុតរបស់យើងឥឡូវទឹកពុះហើយយើងចាក់សាច់គោយើងចូលមកបងប្អូនយើងចាក់សាច់គោយើងចូលហើយយើងថែមអំបិលថែមម្សៅស៊ុបអីបន្តិចហងឲ្យទឹកស៊ុបយើងវាមានជាតិចឹងណាបន្តមកទៀតយើងងាស់សាច់គោយើងបានប្រហែលជាកន្លះម៉ោងខ្ញុំក៏ចាក់ល្ហុងចូលដើម្បីឲ្យវាកាត់សាច់គោឆាប់ផុយចឹងណាឥឡូវយើងចាក់គ្រឿងដុតរបស់យើងចូលមកបន្តមកទៀតយើងក៏ថែមប្រេងខ្យងបន្តិចដែរទៅធ្វើឲ្យទឹកស៊ុបយើងវាថ្លាល្អចឹងណាបន្ទាប់មកទៀតយើងក៏ថែមសាតេយើងបន្តិចដែរបងប្អូនស៊ុបគោយើងអត់សាតេមិនបានទេណាបងប្អូនអាហ្នឹងសម្រាប់ខ្ញុំសម្រាប់បងប្អូនផ្សេងខ្ញុំមិនដឹងទេបន្ទាប់មកទៀតយើងក៏បន្ថែមម្រេចបន្តិចដែរបងប្អូនយើងដាក់ម្រេចបន្តិចទៅវាកាត់ក្លិនឆ្អាបក្លិនអីខ្លះដែរចឹងណាបន្ទាប់មកទៀតល្ហុងយើងក៏ចង់ផុយសាច់គោយើងក៏ចង់ផុយងាស់រៀងយូរដែរហើយយើងក៏បន្ថែមស្លឹកក្រូចសើចរបស់យើងបន្តិចមកបងប្អូនខ្លះគាត់យកទៅដុតតែខ្ញុំវាពិបាកដុតបាក់អីពេកខ្ញុំដាក់ស្រស់ចឹងទៅហើយកុំលើឈិតឆតដោយសារអ្នកចូលសម្លេងពងផ្ដាសាយមិនទាន់ជាទេបងប្អូនហើយតែចូលសម្លេងតែគ្មានវីដេអូផុសអញ្ចឹងណាបន្ទាប់មកទៀតយើងក៏បន្ថែមទឹកតិចទៀតតែខ្ញុំបានថតឲ្យបងប្អូនមើលទេពោះរវល់ដែរអញ្ចឹងណាថតកាត់យកអញ្ចឹងទៅយើងក៏ដាក់ស្ករប៊ីចេងម្សៅរ៉ូឌីអំបិលអីចឹងចូលមកតាមរសជាតិដែលបងប្អូនចង់បានអញ្ចឹងណាបន្តមកទៀតយើងក៏ដាក់ប្រហិតយើងទិញមកពីផ្សារក៏លាងទឹកលាងអីវាស្អាតមកយើងចាក់ចូលមកហើយឃើញពពុះហ្នឹងយើងមានកាសាតេកាអីចឹងយើងបាច់ដួសទេព្រោះយើងដួសពីដើមទីមកច្រើនដងហើយបន្ទាប់ពីយើងដាក់គ្រឿងក្រើយើងភ្លក់ថាល្មមរួចរាល់ហើយយើងក៏បន្ថែមបន្លែខៀវរបស់យើងមកបងប្អូនហើយបងប្អូននៅតាមផ្ទះវិញយើងដួសទឹកស៊ុបដាក់ឆ្នាំងផ្សេងមកយើងដាក់បន្លែក្រាវមកយើងដាក់លើឆ្ក្រានហ្គាសតូចមកបែបដាក់ឆ្នាំងនៅក្តៅជុំគ្រួសារអញ្ចឹងណាតែបុកកន្លែងខ្ញុំនេះគឺគេលក់បែបជាចានអញ្ចឹងហើយយើងត្រូវដាក់បន្លែវាចូលឲ្យហើយចំណែកឯបន្លែវិញយើងចង់ដាក់អីក៏បានដែរបងប្អូនតាមតែការចូលចិត្តរបស់យើងអញ្ចឹងណាតែបើសម្រាប់កន្លែងខ្ញុំនេះគឺគេដាក់តែស្ពៃតឿម្អមនិងជីបន្លាទេបងប្អូនហើយយើងលក់ជាចានអញ្ចឹងទៅតែដាក់បន្លែហើយកុំឲ្យពិបាកបងប្អូនពេលចូលមកញ៉ាំអញ្ចឹងវាពិបាកអញ្ចឹងណាអញ្ចឹងយើងដាក់បន្លែឲ្យស្រេចតែម្ដងឃើញអត់បងប្អូនទំនងអត់ហ្នឹងបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនយើងដាក់ឲ្យវារៀងពុះបន្លែបន្តិចទៅតែកុំឲ្យពុះយូរពេកតែពុះយូរពេកលួយបន្លែអស់ហូបលែងកើតបដ ாய் ហើយជាចុងក្រោយហ្នឹងយើងមិនថែមតែខ្ទឹមពងមកទៀតគឺរួចរាល់តែម្ដងប៉ុណ្ណឹងដឹងតែជាតិមកដែលលិតជើងបាទតែប៉ុណ្ណឹងទេវីដេអូខ្ញុំដល់ទីបញ្ចប់ហើយសូមអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា